Hello ថ្ងៃនេះថ្ងៃទី10ប៉ុន្មាននេះថ្ងៃទី21 22ភ្លេចបាត់ហើយដោយសារអត់សូវចាប់អារម្មណ៍តាក់ទងថ្ងៃទីចាប់អារម្មណ៍តាធ្វើម៉េចឲ្យមានសេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃហើយសេចក្តីសុខដែលយើងទាំងអស់គ្នានឹងប្រាថ្នាចង់បានសម្រាប់ប្រចាំថ្ងៃហ្នឹងគឺជាអ្វីយើងភាគច្រើនហ្នឹងតែងតែបដិបត្តិខុសធ្វើខុសឬក៏ដឹងអត់ច្បាស់ឬក៏ការទទួលការដឹងហ្នឹងព័ត៌មានដែលយើងដឹងមកចម្រើនកិច្ចប្រចាំថ្ងៃយើងហ្នឹងអត់ត្រូវហ្នឹងមិនមែនថាខុសទាំងអស់ទេគ្រាន់តែថាពេលខ្លះយើងឮពីអ្នកនេះឮពីអ្នកនោះអញ្ចឹងព័ត៌មានអត់ពិតការសិក្សាអត់ត្រឹមត្រូវអត់ប្រៀបដូចតែយើងចង់ដាំយើងចង់បានផ្លែដូងតែយើងគេឲ្យពូជស្វាយមកដាំអញ្ចឹងណាយើងចង់បានផ្លែស្វាយគេឲ្យពូជដូងមកដាំវាអត់កាលណាដែលយើងដាំទៅពេលផ្លែមកវាអត់សមនឹងចិត្តយើងចង់បានខុសបំណងអឺជីវិតប្រចាំថ្ងៃបើសិនជាយើងចង់បាននៅសេចក្តីសុខគឺយើងត្រូវសាងហេតុនាំឲ្យកើតនៅសេចក្តីសុខផងយើងទទួលព្រមនៅអ្វីដែលយើងមានផងទៅជាសុខពិតប្រាកដអត់ជឿទេនិយាយចឹងដូចតែគេដែរក្លែងលោថានិយាយចឹងទៅក្រោយលវាមិនសុខឬក៏វាមិនពិតប្រាកដណាយើងអាចពិសោធន៍មើលបានពិសោធន៍តែមួយបានពិសោធន៍ថាប្រសិនបើយើងព្រមនៅអ្វីដែលយើងមានប្រចាំថ្ងៃអ្វីដែលយើងមានហ្នឹងយើងមានអីមានស្អីក៏ដោយមានឡានមានម៉ូតូមានអីក៏ដោយឲ្យថាយើងមានរាល់ថ្ងៃយើងព្រមនៅអ្វីដែលយើងមានតែប៉ុណ្្នឹងទៅកុំទៅថាទៀមទាទាល់តែដូចគេបានសុខឬក៏អញខ្លាចដូចអ្នកនោះវាមានការព្រាត់ប្រាសវិនិច្ឆ័យទ្របដ៏ច្រើនអញ្ចឹងណាកុំយើងត្រូវព្រមនៅអ្វីដែលយើងមានរាល់ថ្ងៃទៅទៅនឹងការព្រមហ្នឹងយើងនិយាយបានតែបាក់ធ្វើឧបមាថាឥឡូវយើងនិយាយថាធ្វើព្រមសុខធម្មតាព្រមវិសុខហ្នឹងឯងតែពេលដែលជួបរឿងថាលោកពាល់ត្រូវហើយនៅលោកធម៌មានយុះអត់យុះសុខទុក្ខសរសើរនឹងទីណាទៅពេលជួបរឿងនឹងកើតឡើងមកទោះថាយើងអាចព្រមបានអត់ឧបមាថាតើតើនឹងយើងបាត់ទ្រព្យសម្បត្តិចោះកាលណាដែលយើងបាត់យើងព្រមអត់តាមពិតតួព្រមនឹងជាតួរបស់សតិហើយនិងបញ្ញាដែលយើងព្រមនឹងមិនមែនចេះតែបាត់ទៅទេយើងត្រូវតែតាមរតាមមើលបើអស់លទ្ធភាពហើយរកមិនបានទេក៏បាត់ទៅខំប្រឹងរកឡើងវិញទៅមនុស្សជាទីស្រឡាញ់ដូចគ្នាបើសិនជាយើងព្យាយាមស្មោះត្រង់ជាមួយគាត់យើងព្យាយាមមិនមានចិត្តក្បត់មួយគាត់តែគាត់បន្លំគាត់លួចឬក៏គាត់កេងប្រវ័ញ្ចយើងឬក៏សង្សារមិត្តភ័ក្តិប្តីប្រពន្ធដែលគេមិនស្មោះត្រង់នឹងយើងអាហ្នឹងយើងព្រមនឹងអាហ្នឹងទៀតទៅព្រមតែអូម្នាក់ហ្នឹងមិនស្មោះទេម្នាក់ហ្នឹងក្បត់យើងហើយយើងព្រមហ្នឹងតែយើងព្រមមិនព្រមត្រង់ថាពេលដែលគេក្បត់ពេលដែលគេបោកបិឆោតហ្នឹងគឺមិនសមអញ្ចឹងមិនសមណាវាធ្វើអញ្ចឹងដាក់អញថាមិនសមណាវាធ្វើដាក់អញ្ចឹងដាក់អញគណៈហ្នឹងគឺយើងអត់ព្រមហើយកើតទុកឯងកើតទុកគេទុកតោមនោះឧបាយាសៈសតិសពសួលហ្នឹងវាកើតឡើងកាលណាដែលសេចក្តីសឹកសួរនឹងកើតឡើងធ្វើយើងកើតទុកឃើញទេទុកដដែលកាលណាដែលយើងព្រមយើងបានពិចារណាទៅយើងទទួលបាននូវសេចក្តីសុខដោយគិតថាមនុស្សហ្នឹងទោះនៅជាមួយយើងទោះនៅយើងព្យាយាមរកស៊ីជាមួយព្យាយាមតែពុកទៀតក៏គេក៏គាត់ហ្នឹងនៅតែធ្វើបាបយើងនៅតែក្បត់យើងដែរអញ្ចឹងខណៈដែលគាត់ហ្នឹងបានធ្វើអំពើបែបហ្នឹងធ្វើឲ្យយើងបានឃើញនៅទង្វើមិនចូលចិត្តយើងក្បត់យើងឬក៏គេចង្វាញ់លើយើងអញ្ចឹងល្អហើយកុំឲ្យពេលក្រោយហ្នឹងគាត់សំដែងអាការៈបែបហ្នឹងដល់យើងទៀតអញ្ចឹងយើងខ្លាចអីនឹងបោះបង់ឬក៏ខ្លាចអីនឹងនៃការអត់មានគាត់អញ្ចឹងយើងព្រមយើងចាប់ដើមធ្វើការងារអ្វីដែលយើងគួរតែ
ធ្វើតទៀតទៅអញ្ចឹងសេចក្តីសុខនៅក្នុងបច្ចុប្បន្ននេះគឺសំខាន់វាគុំទៀមទាគុំប្រាថ្នាថាតលតាជាតិក្រោយតលតាឆ្នាំក្រោយតលតា10ឆ្នាំទៀតដែលយើងបាននៅសេចក្តីសុខយើងព្រមសុខចាប់ពីឥឡូវទៅវាទទួលបាននៅសេចក្តីសុខហើយសេចក្តីសុខនោះប្រសិនបើយើងមិនព្រមដឹងថាទុកហេតុនាំឲ្យកើតទុកសេចក្តីសុខហេតុនាំឲ្យសេចក្តីសុខទេគេថាអរិយសច្ចៈខ4ហ្នឹងគឺយើងនឹងនៅតែកើតទុកហើយសេចក្តីសុខហ្នឹងបើសិនជាយើងមិនព្រមរៀននៅចិត្តជាសឹករូបពណ៌ពិតរបស់ព្រះសម្មាសម្ពុទ្ធជាពិសេសអភិធម្ម7 7ឬក៏អភិធម្ម9បរិឆេទហ្នឹងឲ្យបានចប់សពគ្រប់ទេអត់ណាក៏បានចិត្តជាសឹកដែរយើងមិនអាចស្គាល់ត្រូវឬក៏ស្គាល់នៅសច្ចធម៌ទេអញ្ចឹងយើងទៀមទាចង់តែបានមាសសុទ្ធមនុស្សត្រឹមត្រូវល្អនៅក្នុងច្បាប់ធម្មជាតិលើពិភពលោកនេះសង្គមមនុស្សនេះយើងអត់ត្រូវប្រកាន់សាសនានិន្នាការណាមួយទេប៉ុន្តែយើងចង់បានរបស់ណាដែលប្រាប់យើងទៅវាត្រឹមវាត្រូវដាក់ត្រឹមត្រូវល្អស្របនឹងច្បាប់ធម្មជាតិមកគឺចឹងមានតែធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងប្រែថាច្បាប់ធម្មជាតិទេវាមិនមែនអីខុសពីច្បាប់ធម្មជាតិទេហើយច្បាប់ធម្មជាតិហ្នឹងគឺព្រះពុទ្ធប្រាស់ដឹងថាអ្នកឯងធ្វើចេះទៅវាសុខធ្វើចេះទៅវាទុក្ខអញ្ចឹងមនុស្សកាលណាដែលមិនប្រឹងសិក្សារៀនស្វែងយល់ពីខ្លួនឯងទេគឺមិនងាយនឹងទទួលបាននូវសេចក្តីសុខពិតទេតែងតែផ្ញើសេចក្តីសុខនឹងលើកូនលើឪពុកម្ដាយឬអ្នកដទៃឬប្រើផ្ញើសេចក្តីសុខនឹងលើទ្រព្យសម្បត្តិទាំងឡាយកាលណាដែលយើងផ្ញើសេចក្តីសុខនឹងលើរបស់ទាំងអស់ហ្នឹងចុះពេលដែលរបស់ហ្នឹងទាំងអស់ហ្នឹងវាប្រែប្រួលវាមិនទៀងដូចយើងញ៉ាសេចក្តីសុខលើឪពុកម្ដាយចុះឪពុកម្ដាយស្លាប់ឬឪពុកម្ដាយធ្លាក់ខ្លួនក្រយើងមិនលំបាកតាមហើយហើយយើងញ៉ាសេចក្តីសុខនៅជាមួយនឹងបងប្អូនចុះបងប្អូនគេមានកូនមានប្តីប្រពន្ធគេចិញ្ចឹមដែរថ្ងៃណាមួយគេអត់មានសុខផងគេឲ្យយើងមិនបានអញ្ចឹងយើងញ៉ាសេចក្តីសុខលើលុយលើទ្រព្យសម្បត្តិលើឡានលើអីតតែមានទ្រព្យហ្នឹងអត់បានសុខចុះថ្ងៃណាមួយវាអត់ទ្រព្យហ្នឹងយើងមិនកើតទុក្ខអញ្ចឹងអាសេចក្តីសុខយើងកុំផ្ញើលើអ្នកណាគឺផ្ញើលើខ្លួនឯងផ្ញើលើខ្លួនឯងដោយរបៀបម៉េចយើងត្រូវចេះព្រមនៅអ្វីដែលយើងមានចេះព្រមនៅអ្វីដែលយើងមានអាហ្នឹងវាស្មើនឹងសេចក្តីសុខនៅនឹងខ្លួនឯងហើយអញ្ចឹងយើងអាចចុំនិយាយដូចចង់គាំងថាជុំមកផ្ញើសេចក្តីសុខលើខ្លួនឯងកុំផ្ញើអ្នកដទៃហ្នឹងចង់និយាយពីអីនិយាយចង់គាំងមុនហ្នឹងរកនៅឃើញតែឥឡូវចង់ភ្លេចដោយសារបើសិនជាយើងអត់ចេះច្នៃនៅសេចក្តីសុខអត់ចេះមានយោនិសោមនសិការៈអត់មានសតិអត់មានតួមហាកសលនិងបញ្ញាទេគឺយើងមិនអាចច្នៃមិនអាចបង្កើតមិនអាចរក្សានៅសេចក្តីសុខនឹងបានដោយខ្លួនឯងទេហើយតកតនឹងយោនិសោមនសិការៈសតិមហាកុសលចិត្តបញ្ញានឹងកើតឡើងដោយការស្ដាប់ដោយការរៀនដោយការទៅធម្មច្ឆាបានកើតនៅសេចក្តីសុខអញ្ចឹងសេចក្តីសុខពិតគឺស្ថិតនៅលើខ្លួនយើងអត់មានស្ថិតលើអ្នកដទៃទេហើយស្ថិតនៅលើខ្លួនយើងបានលុះត្រាតែយើងរៀនសិក្សាឲ្យស្គាល់ពីខ្លួនឯងឲ្យស្គាល់ពីអ្វីទៅជាសេចក្តីសុខពិតប្រាកដហ្នឹងបានទៅរួចបើមិនចឹងទេយើងទទួលព្រមទៅថាពេលនេះសុខពេលណាដែលយើងពេលនេះសុខដោយសារយើងហ្នឹងអឺសុខដោយសារអីអញ្ចឹងណាចុះពេលអាបត្តិរបស់របបហ្នឹងយើងសុខអត់អញ្ចឹងណាហើយពេលបាត់ទៅយើងព្រមថាទុកអត់អញ្ចឹងបើយើងព្រមអញ្ចឹងអត់អីទេព្រមថាឥឡូវបើមកយើងសុខនឹងផ្ទះនឹងឡាននឹងដីនឹងអីអញ្ចឹងណាចុះថ្ងៃណាមួយវាបាត់បង់ឥឡូវយើងថាអត់បាត់បង់ទេយើងមានទ្រព្យទាំងអស់ហ្នឹងមកជីវិតទឹកដីប្រពន្ធកូនយើងទាំងអស់មកចិត្តគឺយើងច្បាស់ហើយថាយើងមិនឈឺច្បាស់ហើយថាយើងមិនស្លាប់កូនក៏ដោយគ្រប់យ៉ាងគឺកើតឡើងស្ថិតនៅក្រោមអំណាចហេតុបច្ច័យស្ថិតនៅក្រោមច្បាប់កម្មផលច្បាប់កម្មផលនឹងមានន័យថាមនុស្សទាំងអស់កាលណាដែលអស់
នៃជីវិតមានន័យថាអស់កម្លាំងដែលខ្លួននឹងសន្សំមកពីអតីតជាតិដែលធ្វើឲ្យយើងកើតមកជាមនុស្សនេះកាលណាដែលអស់ទៅវាស្លាប់ហើយអាយុសង្ខ័យយើងនឹងឥឡូវដូច75ទេហើយសួរតើយើងគួរតែរៀបចំខ្លួនរបៀបម៉េចដើម្បីឲ្យជីវិតយើងវាមាន confidence ទាំងបច្ចុប្បន្ននិងនៅតែអនាគតទីនេះគឺនិយាយដល់ជាតិក្រោយតទៅទៀតនិយាយតាមអភិធម្មឬតាមវិថីចិត្តយើងសង្ឃឹមជាតិក្រោយទៀតហ្នឹងតលតែយើងស្លាប់តាមពិតចិត្តយើងស្លាប់គ្រប់ខណៈតែយើងអត់ដឹងនៅក្នុងវិបស្សនាសតិប្បដ្ឋានគេចង់និយាយថាឲ្យឃើញអាភាពកើតរលត់ហ្នឹងជាធម្មតាអាកើតរលត់ហ្នឹងជាធម្មតាកាលណាដែលយើងមើលឃើញការកើតរលត់ហ្នឹងជាធម្មតាយើងត្រូវដឹងថាកើតហ្នឹងអីអាលុតហ្នឹងអីហើយទូយកស្អីទៅមើលយើងអត់ដឹងផងហ្នឹងឥឡូវយើងថាយើងដឹងចាស់យើងនិយាយអ្នកដឹងចាស់ការកើតរលត់នៃរូបធម៌នាមធម៌រូបធម៌រូប28នាមធម៌ចិត្តហើយនឹងចេតសិកជាដើមអញ្ចឹងការកើតរលត់មិនកើតទៅតនឹងលោភៈចិត្តកើតក៏រលត់ទោសៈចិត្តកើតក៏រលត់មោហៈចិត្តកើតក៏រលត់មហាកសោចិត្តកើតរលត់សតិកើតក៏រលត់ទូបញ្ញាកើតក៏រលត់ជាធម្មតាពេលណាដែលយើងជួបនៅលោកធម៌ទាំង8មានយួរអត់យួរសុខទុក្ខសរសើរនឹងទីហ្នឹងកាលណាដែលជួបលោកធម៌ទាំង8ហ្នឹងប្រកបជាមានការពោលអីនេះមួយសិនផ្អែមដាក់មកថងមកវិញចំយល់លុយអីក៏បានដែរមកវិញជួយយល់លុយផងណាលោកធម៌8ហ្នឹងមានសុខទុក្ខសរសើរនឹងទីមិនលៀបអត់លៀបទុក្ខសានទីមិនលៀបអត់លៀបមានយូរអត់យូរអញ្ចឹងលោកធម៌8ហ្នឹងធ្វើយើងទទួលនៅបាន2គឺលោភៈហើយនិងមហាកសោដល់ច្រើនយើងបង្កើតតែអកុសលចិត្តឯងមិនអាចកម្រកើតនៅមហាកុសលកាលណាដែលមានយួរមានទ្របហើយគេសរសើរមកកើតលោភៈកាលណាដែលអស់យួរគេនន្ទាអត់លៀបមកទោសៈដល់ច្រើនអញ្ចឹងឯងអញ្ចឹងយើងមើលឃើញថាពេលដែលយើងជួបនៅគេសរសើរលោភៈចិត្តកើតយើងគិតថាអាគេសរសើរក៏គង់តែគេនន្ទាពេលនេះគេសរសើរយើងតែហេតុណាឯណានេះមួយឬក៏សារកម្លាំងបុណ្យណានេះមួយដែលយើងត្រូវលឺសំឡេងជាទីប្រាថ្នាប៉ុន្តែបើតិចទៀតការសរសើរពិសានឹងរលត់អាហេតុតែបច្ច័យវាអញ្ចឹងកាលណាដែលឃើញធម្មតានៃការកើតរលត់ហ្នឹងគេហៅថាយើងចម្រើននៅវិបស្សនាសតិប្បដ្ឋានហើយអាការឃើញការរលត់ហ្នឹងយើងកុំមិនមែនគុំទេយើងសាកសម័យមើលយើងតទៅអង្គុយទៅមើលអាកើតរលត់នៃរូបធម៌នាមធម៌ហ្នឹង